សួស្តីអ្នកគ្នាថ្ងៃនេះយើងបន្តភាពរបស់យើងទៀតគ្នារឿង Hunter x Hunter អ្នកគ្នាចាប់ផ្ដើមរឿងរបស់យើងនឹងថាทีมប៉ា Spider-Man របស់យើងក៏បានទៅដល់កោះស៊ូណាមីរបស់យើងចឹងអ្នកគ្នាបន្ទាប់មកក៏ស្រាប់មានបរិសសាច់ដុំរបស់យើងក៏បានចេញមកចឹងក៏បានសួរទៅលើពួកគេញ៉ាដែលបរិសស៊ូណាមីរបស់យើងក៏បាននិយាយប្រាប់ទៅលើពួកគេថាពួកគេនឹងថាមកកោះស៊ូណាមីនឹងថាមានគោលបំណងអីចឹងបន្ទាប់មកគឺចាប់5ទាញការដ៏អស្ចារ្យរបស់គេចេញមកតែម្ដងបន្ទាប់មកគឺក៏ចាប់5ប្រើថាមពលដ៏អស្ចារ្យចឹងដើម្បីជួបពួកអដែងទៅកន្លែងផ្សេងចឹងណាគ្រាហើយពេលនោះថាបរិសសាច់ដុំរបស់យើងបានប្រើថាមពលបើក្រហមមកគេកំទេចទូកទៅលើអាធីមរបស់អ៊ីសូការបស់យើងចឹងណាគ្រាចំណែកអាកនណាគ្រូរបស់យើងគេកំពុងចាប់5ហាត់ក្បាច់គុណដ៏អស្ចារ្យគឺជាកំបាប់ដៃអត់សមោចឹងដែលអាកនរបស់យើងពិតជាខំហាត់ខ្លាំងមែនតើចឹងដោយសារគេចង់ខ្លាចទៅជាអ្នកខ្លាំងកាប់សមោចឹងណាគ្រាតមកគេក៏ចាប់ដើមនិយាយចរចាគ្នាពេញនឹងតែម្ដងដែលនារីសោះលឿនរបស់យើងក៏បាននិយាយប្រាប់ទៅលើអាកនរបស់យើងថាអាកនរបស់យើងគេថាហាត់មួយកុំឲ្យគេនឹងបង្ខំខ្លាំងពេកចឹងហើយពេលនោះថាគេលោករបស់យើងក៏ចាប់5ប្រើថាមពលរបស់គេគឺជាថាមពលផ្ទះបាញ់ឲ្យពួកគេមើលមិនដានធ្វើឲ្យគេមានការភ្ញាក់ផ្អើលខ្លាំងមែនតើចឹងដោយសារថាគេលោករបស់យើងពិតជាអស្ចារ្យខ្លាំងមែនតើដោយសារគេគេថាមានថាមពលផ្ទះបាញ់ដ៏ខ្លាំងចឹងហើយពេលនោះថានារីសោះលឿនរបស់យើងបានមើលទៅលើអាកនណាគេលោករបស់យើងដោយនាងបានគិតក្នុងចិត្តថាអាកនណាគេលោករបស់យើងក៏ថាពិតជាមនុស្សមិនធម្មតាចឹងដោយសារពួកគេម្នាក់ពិតជាអស្ចារ្យខ្លាំងមែនតើដែលអាចប្រើថាមពលស៊ុនមីដ៏ខ្លាំងក្លាចឹងហើយពេលនោះថានារីសោះលឿនរបស់យើងក៏បាននិយាយភាសាជាមួយនឹងអាកនណាគេលោករបស់យើងក្នុងការធ្វើដំណើរតទៅមុខទៀតចឹងណាគ្រាតមកគេក៏ចាប់បាននិយាយភាសាគ្នាពេញនឹងតែម្ដងហើយពេលនោះក៏ថានារីសោះលឿនរបស់យើងក៏បាននាំពួកគេទៅទីក្រុងចឹងដើម្បីទៅរកទិញផែនទីដើម្បីទៅរកគោលដៅរបស់គេឆាប់រហ័សចឹងណាគ្រាដែលបារម្ភម្នាក់បានណែនាំទៅលើផែនទីដ៏អស្ចារ្យស៊ុនមីមួយយ៉ាងដោយគេបានគិតលុយទៅលើពួកគេច្រើនខ្លាំងមែនតើចឹងណាគ្រាបន្ទាប់មកក៏ថាអាកនណាគេលោករបស់យើងគេថាអត់មានលុយទេបន្ទាប់មកថាគេលោករបស់យើងបានប្រាប់ទៅលើអាកនរបស់យើងឲ្យចាក់ចេញពីកន្លែងហ្នឹងបន្ទាប់មកគេក៏ចាប់ប្រើថាអពន្ធផ្ទះបាញ់របស់គេដើម្បីឆក់ទៅលើបារម្ភម្នាក់ហ្នឹងដោយសារបារម្ភម្នាក់គេថាបោកលុយរបស់គេច្រើនខ្លាំងមែនតើបន្ទាប់មកគេក៏ចាប់ផ្ដើមលាអាកនណាគេលោករបស់យើងដើម្បីឆ្លងទៅភពផែនដីវិញចឹងណាគ្រាដោយសារថាគេលោករបស់យើងគេថាមានភារកិច្ចដែលត្រូវធ្វើចឹងបន្ទាប់មកគេក៏ចាប់ផ្ដើមដើរចូលទៅកន្លែង Nario System តែម្ដងដើម្បីឲ្យ Nario System របស់យើងនឹងថាជប់គេឆ្លងភពវិញចឹងណាគ្រាបន្ទាប់មកគេក៏ចាប់ផ្ដើមនិយាយភាសាជាមួយនឹង Nario System ចឹង Nario System របស់យើងក៏ចាប់ផ្ដើមបំពេញព័ត៌មានទៅលើអាគីលូរបស់យើងចឹងហើយ Nario System របស់យើងបានសួរទៅលើអាគីលូរបស់យើងថាគេនឹងចង់ត្រូវត្រង់ណាចឹងណាគ្រាបន្ទាប់មកគេក៏ចាប់ផ្ដើមជប់ទៅកន្លែងដែលអាគីលូរបស់យើងចង់ទៅចឹងដែលអាគីលូរបស់យើងគេថាឆ្លងភពទៅភពផែនដីរបស់យើងវិញចឹងណាគ្រាចំណែកអាកននឹង Nario សោះលឿនរបស់យើងវិញគេថារត់បដាហាត់ក្បាច់គុណបដាចឹងស្រាប់ពេលនោះក៏សពប្រូម៉ៅរបស់យើងក៏បានធ្លាក់មកពីលើមេក៏បានប្រាប់រឿងទៅលើពួកគេថានៅពេលនេះគេថាគេទទួលរងក្របបែកដោយសារតែបារស៊ូណាមីរបស់យើងដាក់ទៅលើពួកគេចឹងដែលប្រូម៉ៅរបស់យើងបាននិយាយប្រាប់ទៅលើនារីសក់លឿងជាមួយនឹងអាកនរបស់យើងថានៅពេលនេះគេថាក្រុមរបស់គេនឹងគេថារងការវាយប្រហារពីអាបារស៊ូណាមីរបស់យើងចឹងណាគេដែលបារស៊ូណាមីរបស់យើងគេថាបានក្បត់ទៅលើធីមរបស់គេចឹងដោយប្រូម៉ៅរបស់យើងក៏បាននិយាយប្រាប់ទៀតថានៅពេលនេះគេថាក្រុមរបស់គេនឹងគេថារងការដាក់ក្របបែកទៅលើខ្លួនរបស់គេម្នាក់មួយចឹងដោយគេមិនអាចដកចេញបានទេណាគេបន្ទាប់មកគេក៏បាននិយាយប្រាប់ទៅលើនារីសក់លឿងជាមួយនឹងអាកនរបស់យើងថាឲ្យប្រុងប្រយ័ត្នជាមួយនឹងបារស៊ូណាមីដោយសារតែបារហ្នឹងក៏ពិតជាថាហាខ្លាំងមែនតើចឹងដោយប្រូម៉ៅរបស់យើងនិយាយប្រាប់ទៅលើនារីសក់លឿងរបស់យើងថាគេពិតជាហួសចិត្តទៅលើអាបារស៊ូណាមីខ្លាំងមែនតើដោយសារតែបារស៊ូណាមីរបស់យើងនឹងគេថាក្បត់ទៅលើពួកគេចឹងបណ្ដាធ្វើឲ្យគេនឹងគេថាមានការឈឺចាប់ខ្លាំងមែនតើហើយពេលនេះគេក៏ចាប់ផ្ដើមលាអាកននឹងនារីសក់លឿងរបស់យើងដើម្បីទៅដាក់ក្របបែកនៅលើខ្លួនរបស់គេចឹងដោយគេមិនអាចដោះនៅលើខ្លួនឯងបានទេដោយសារខ្លាចផ្ទុះចឹងណាគ្រាហើយពេលនោះគេថាប្រូម៉ៅរបស់យើងចាប់ផ្ដើមដើរចូលទៅលើព្រៃមុនអាគមដល់អាចារ្យស៊ូណាមីចឹងដោយគេដើរបដាមើលទៅលើអាក្របបែកនេះបដាដោយសារអាក្របបែករបស់យើងគេថាមានការកំណត់ម៉ោងចឹងណាគ្រាហើយពេលនោះគេថាប្រូសក់ក្រហមរបស់យើងក៏បានហត់ទៅជួបទៅលើអាប្រូស៊ូណាមីដើម្បីចរចាគ្នាចឹងដែលអាប្រូស៊ូណាមីរបស់យើងក៏បានសុំចិញ្ចៀនឆ្លងពេលវេលាពីអាប្រូសក់ក្រហមរបស់យើងដែលអាប្រូស៊ូណាមីរបស់យើងបានសន្យាទៅលើអាសក់ក្រហមរបស់យើងថានៅពេលដែលគេនឹងផ្ដល់ចិញ្ចៀនឆ្លងពេលវេលាឲ្យគេនឹងដោះលែងទៅលើពួកគេទាំងអស់គ្នាចឹងដោយគេនឹងដកក្របបែកពីលើពួកគេទាំងអស់គ្នាចឹងណាគ្រាហើយពេលនោះថាអាប្រូស៊ូណាមីរបស់យើងបាននិយាយទៅលើអាប្រូសក់ក្រហមខាងមែនតើចឹងហើយគេក៏ចាប់ផ្ដើមដេញអាប្រូសក់ក្រហមរបស់យើងចេញពីកន្លែងគេបាត់ទៅចំណែកអាប្រូម៉ៅរបស់យើងវិញគេក៏ចាប់ផ្ដើមសូត្រមន្តគេថាដល់អាចារ្យស៊ូណាមីចឹងដើម្បីហៅសត្វចម្លែកមួយយ៉ាងដើម្បីឲ្យជួយទៅលើគេចឹងហើយពេលនោះថាប្រូម៉ៅរបស់យើងក៏ចាប់ផ្ដើមបោះតុក្កតាឈើហ្នឹងចូលទៅក្នុងភ្លើងចឹងដើម្បីហៅសត្វចម្លែកដល់អាចារ្យស៊ូណាមីរបស់យើងចេញមកចឹងបន្ទាប់មកក៏ថាសត្វចម្លែកហ្នឹងក៏ចាប់ផ្ដើមចេញមកតែម្ដងដោយរូបរាងសត្វចម្លែកហ្នឹងគេថាដូចជាដង្កូវចឹងណាគ្នាកាត់មកធីម Star Boy របស់យើងវិញគេក៏ចាប់ផ្ដើមនិយាយចរចាជាមួយនឹងបារស៊ូណាមីរបស់យើងចឹងដែលបារមេប៉ារបស់គេហ្នឹងក៏ចាប់ផ្ដើមនិយាយចរចាជាមួយនឹងបារស៊ូណាមីរបស់យើងដែលបារស៊ូណាមីរបស់យើងក៏ថាបានក្បត់ពីសន្យាទៅលើអាប្រូមេប៉ារបស់គេចឹងដោយគេថាអត់ដកអាក្របបែកទៅលើខ្លួនរបស់គេទេចំណែកប្រូម៉ៅរបស់យើងវិញគេក៏ចាប់ផ្ដើមឲ្យដង្កូវហ្នឹងគេថាមកបឺតក្របបែកមានពីគេចេញចឹងដោយសារក្របបែកហ្នឹងគេថាគេអាចដកចេញបានទេដោយសារក្របបែកហ្នឹងគេថាមានយន្តសាស្ត្រស៊ូណាមីចឹងនៅពេលដែលគេដកហ្នឹងគេថាផ្ទុះអូតូម៉ាទិកតែម្ដងពេលនោះគេថាដង្កូវហ្នឹងក៏ចាប់ផ្ដើមដកចេញតែម្ដងហើយពេលនោះគេថាក្របបែកក៏ចាប់ផ្ដើមផ្ទុះដោយសារតែប្រូស៊ូណាមីរបស់យើងបានកំណត់ពេលឲ្យផ្ទុះនៅពេលហ្នឹងចឹងណាគ្នាហើយនៅពេលនោះគេថា Team Star Boy របស់យើងគេថាត្រូវកម្ចាត់ទាំងអស់គ្នាចឹងដោយសារក្របបែកនេះពិតជាអស្ចារ្យខ្លាំងមែនតើចឹងណាគ្នាបន្ទាប់មកគេថាប្រូមេប៉ាហ្នឹងគេថាខឹងទៅលើអាប្រោះ
ស៊ូណាមីខ្លាំងមែនតើណាប៉ុន្តែបរិសុទ្ធស៊ូណាមីអត់ខ្វល់ទេក៏បានហោះចេញទៅបាត់ទៅចំណាប្រូម៉ៅរបស់យើងក៏បានរួចខ្លួនណាដោយសារដង្កូវនេះជួយទៅលើគេចឹងគេដែរដង្កូវហ្នឹងបាននិយាយទៅលើប្រូម៉ៅរបស់យើងថានៅពេលនេះគេថាគេនឹងចង់នៅជាមួយណាប្រូម៉ៅរបស់យើងដែរដែរប្រូម៉ៅរបស់យើងក៏ថាយកមកអីមកហុំពេញហ្នឹងតែម្ដងដើម្បីកុំឲ្យគេនឹងឃើញទៅលើដង្កូវនៅលើគេចឹងកាត់មកក៏នឹងនារីសោះលឿនរបស់យើងគេក៏ចាប់បាននិយាយភាសាចរចាគ្នាដោយសារគេធ្វើដំណើរយូរណាស់មកហើយដល់ឥឡូវគេថាគេពិតជាហត់ខ្លាំងមែនតើចឹងដែរនារីសោះលឿនរបស់យើងក៏បាននិយាយលើកទឹកចិត្តទៅលើអាករបស់យើងចឹងណាគ្នាក៏បានអាករបស់យើងគេថាហត់ខ្លាំងពេកចឹងដើម្បីបន្តដំណើរថតទៅមុខទៀតណាតមកគឺក៏ចាប់បានរត់លេងពេញហ្នឹងតែម្ដងចឹងណាគេរត់បណ្ដានិយាយដើមគេបណ្ដាចឹងធ្វើឲ្យគេថាសប្បាយចិត្តខ្លាំងមែនតើដោយសារតែគាត់មកយើងចង់ខ្លាចទៅជាអ្នកខ្លាំងដល់អស្ចារ្យស៊ូណាមីចឹងដើម្បីសងដំណើររកប៉ារបស់គេចឹងណាគេបន្តមកគឺក៏ចាប់បានដើរជាមួយនារីសក់លឿនរបស់យើងទៅហើយពេលនោះគេក៏ចាប់បានចូលទៅលើហាងម្យ៉ាងចឹងដើម្បីទៅរកកាតដ៏អស្ចារ្យស៊ូណាមីដែលនៅក្នុងកាតហ្នឹងគេថាមានរូបជាច្រើនណាដែលរូបនីមួយៗគេថាមានថាអំពើខុសគ្នាចឹងណាគេហើយគេក៏ចាប់បានបញ្យល់ទៅលើអាករបស់យើងទៅដែលអាករបស់យើងគេថានៅពេលនេះគេថាគេពិតជា clean AC ខ្លាំងមែនតើចឹងដែលនារីសក់លឿនរបស់យើងគេថាខ្ទប់មាត់ទៅលើអាករបស់យើងទៅណាអាគីឡូរបស់យើងគេក៏ចាប់បានមកនិយាយជាមួយនឹងសត្វកញ្ជ្រោងបិសាចចឹងដែលអាគីឡូរបស់យើងនឹងបានពឹងទៅលើសត្វកញ្ជ្រោងហ្នឹងឲ្យជួយជូនគេនឹងទៅកន្លែង Hunter X Hunter ពីមុនមកគេចឹងដើម្បីទៅរកគ្នារបស់គេជាច្រើនកាលពីប្រឡង Hunter ពីមុនចឹងណាអាករបស់យើងមិនគេក៏ចាប់បានហាត់ក្បាច់គុនអត់សមរបស់គេចឹងណាគេដល់គេបាននិយាយភាសាជាមួយនារីសក់លឿនរបស់យើងថាឥឡូវគេថាគេដាច់លុយចាយខ្លាំងមែនតើចឹងដល់គេក៏បាននិយាយសារសងគ្នាពេញហ្នឹងតែម្ដងដែលគោលដៅរបស់អាករបស់យើងនឹងគេថាចង់ខ្លាចទៅជាអ្នកខ្លាំងដល់អស្ចារ្យស៊ូណាមីចឹងបន្ទាប់មកគេក៏ចាប់បានរៀនក្បាច់គុនថ្មីជាច្រើនចឹងដើម្បីខ្លាចទៅជាអ្នកខ្លាំងដល់អស្ចារ្យតែម្ដងដែលនារីសក់លឿនរបស់យើងគឺជាអ្នកលើកទឹកចិត្តទៅលើគេក្នុងការណែនាំទៅលើគេចឹងណាគេបន្ទាប់មកថានារីសក់លឿនរបស់យើងក៏បានឲ្យប្រាប់ទៅលើអាករបស់យើងថាអាករបស់យើងថាតាមសមាធិមួយចាំប្រើថាអពលដ៏អស្ចារ្យហ្នឹងបន្ទាប់មកគឺក៏ចាប់ប្រើថាអពលតែម្ដងប៉ុន្តែការប្រើថាអពលរបស់គេហ្នឹងគេថាអត់ទទួលបានការជោគជ័យទេដោយសារគេនៅស្ទើរចឹងប៉ុន្តែអាករបស់យើងថាមានការបោះបង់ទេទោះគេបរាជ័យនៅពេលនេះក៏ដោយចំណែកអាគីឡូរបស់យើងក៏ចាប់បានដល់ទៅលើទីក្រុងចឹងដើម្បីទៅរកគ្នារបស់គេការពីប្រឡង Hunter ពីមុនចឹងណាគ្នាហើយរឿងរបស់យើងថាកាត់ចោលនៅពេលហ្នឹងឯងណាគ្នាហើយអ្នកគ្នាក៏ពេចរងចាំទស្សនាភាពបន្តទៀតណាគ្នា